ចំនួនរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនគឺជាចំនួនដ៏ស្មុគស្មាញនិងរ៉ាំរ៉ៃដែលបានបន្តអស់ជាច្រើនសតវត្សមកហើយវាមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រភូមិសាស្ត្រសាសនានិងនយោបាយប្រវត្តិសង្ខេបចំនួននេះបានចាប់ផ្ដើមនៅចុងសតវត្សទី19និងដើមសតវត្សទី20ជាមួយនឹងការកើនឡើងនៃចលនាជាតិនិយមទាំងសងខាងគឺ Zionist និងជាតិនិយមអារ៉ាប់អាណាចក្រអូតូម៉ង់និងអាណាចក្ររបស់អង់គ្លេសតំបន់ប៉ាឡេស្ទីនធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រអូតូម៉ង់បន្ទាប់ពីសង្គ្រាមលោកលើកទី1វាបានក្លាយទៅជាអាណត្តិរបស់អង់គ្លេសក្នុងកំឡុងពេលនេះការធ្វើចំណាកស្រុករបស់ជនជាតិជ្វីសទៅកាន់ប៉ាឡេស្ទីនបានកើនឡើងដែលនាំឲ្យមានភាពតានតឹងរវាងជនជាតិជ្វីសនិងអារ៉ាប់ការបែងចែកតំបន់អង្គការសហប្រជាជាតិ1947នៅឆ្នាំ1947អង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយ181ដែលបានស្នើឲ្យមានការបែងចែកទឹកដីប៉ាឡេស្ទីនជារដ្ឋអារ៉ាប់និងរដ្ឋជ្វីសដាច់ដោយឡែកពីគ្នាផែនការនេះត្រូវបានទទួលយកដោយជនជាតិជ្វីសក៏ប៉ុន្តែត្រូវបានច្រានចោលដោយភាគីអារ៉ាប់ការបង្កើតរដ្ឋអ៊ីស្រាអែលនិងសង្គ្រាមឆ្នាំ1948នៅថ្ងៃទី14ខែឧសភាឆ្នាំ1948រដ្ឋអ៊ីស្រាអែលត្រូវបានប្រកាសបង្កើតឡើងភ្លាមនោះសង្គ្រាមអារ៉ាប់អ៊ីស្រាអែលលើកទី1បានផ្ទុះឡើងដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនរាប់រយពាន់នាក់ការកាន់កាប់ទឹកដី1967ក្នុងសង្គ្រាម6ថ្ងៃ1967អ៊ីស្រាអែលបានចូលកាន់កាប់តំបន់ West Bank, Gaza Strip, Jerusalem ខាងកើតនិង Golan Heights ទឹកដីទាំងនោះស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែលរហូតមកទល់បច្ចុប្បន្នកិច្ចព្រមព្រៀងសន្តិភាពអូស្ឡូ1990នៅទសវត្សរ៍ឆ្នាំ1990មានកិច្ចខិតខំប្រឹងប្រែងដើម្បីឈានរកដំណោះស្រាយសន្តិភាពរួមទាំងកិច្ចព្រមព្រៀងអូស្ឡូដែលបានបង្កើតអាញាធរប៉ាឡេស្ទីនឲ្យគ្រប់គ្រងផ្នែកខ្លះនៃ West Bank និង Gaza Strip បញ្ហាស្នូលនៃចំនួនបញ្ហាស្នូលសំខាន់ដែលជំរុញឲ្យមានចំនួនរួមមានស្ថានភាពទីក្រុង Jerusalem ទាំងអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាត់ទុក Jerusalem គឺជាទីក្រុងដ៏ពិសិដ្ឋនិងជារាជធានីរបស់ពួកគេទីតាំងទីលំនៅរបស់អ៊ីស្រាអែលការសាងសង់និងការពង្រឹងទីតាំងលំនៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ត្រូវបានចាត់ទុកថាខុសច្បាប់ក្រមច្បាប់អន្តរជាតិនិងជាឧបសគ្គចំពោះដំណោះស្រាយរដ្ឋពីរព្រំដែននិងសន្តិសុខភាគីទាំងពីរមានការព្រួយបារម្ភអំពីព្រំដែននាពេលអនាគតនិងតម្រូវការសន្តិសុខរៀងៗខ្លួនសិទ្ធិត្រឡប់មកវិញរបស់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់ដែលត្រូវបានផ្លាស់ទីលំនៅតាំងពីឆ្នាំ1948និងឆ្នាំ1967ទាមទារសិទ្ធិត្រឡប់មកកាន់ផ្ទះដើមរបស់ពួកគេវិញការគ្រប់គ្រងទឹកដីការគ្រប់គ្រងលើធនធានធម្មជាតិជាពិសេសទឹកនិងការចូលទៅកាន់ទឹកដីការរឹតបន្តឹងចលនារបស់ជនជាតិប៉ាឡេស្ទីនការរឹតបន្តឹងចលនានៅលើ West Bank និង Gaza Strip ស្ថានភាពបច្ចុប្បន្នចំនួននេះនៅតែបង្កកើតមានដោយមានការផ្ទុះអំពើហិង្សាជាបន្តបន្ទាប់ជាពិសេសនៅក្នុងតំបន់ Gaza Strip ការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលនៅថ្ងៃទី7ខែតុលាឆ្នាំ2023និងប្រតិបត្តិការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅ Gaza បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយបណ្ដាលឲ្យមានការបាត់បង់ជីវិតយ៉ាងច្រើននិងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរសហគមន៍អន្តរជាតិជាច្រើនបានគាំទ្រដំណោះស្រាយពីររដ្ឋដែលមានន័យថាការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយរស់នៅដោយសន្តិភាពក្បែររដ្ឋអ៊ីស្រាអែលទោះជាយ៉ាងណាក៏ដោយកិច្ចខិតខំប្រឹងប្រែងសន្តិភាពបានជួបការលំបាកជាច្រើនហើយដំណោះស្រាយនៅតែមិនទាន់រកឃើញពន្លឺ